Nệ mô tassa bhagavato arahato sama sambuddhassa. Nệ mô tassa bhagavato arahato sama sambuddhassa. Nệ mô tassa bhagavato arahato sama sambuddhassa. Tuប្របង្គុំខ្ញុំព្រះអង្គម្ចាស់សូមលើកកំបងកងអញ្ជលីនមស្ការចំពោះប្រជុំ3នៃបត្រៃរតគឺបានទៅដល់គុណព្រះពុទ្ធរតព្រះធម្មរតនិងព្រះសង្ឃរតដោយសេចក្តីគោរពសពការទាំងពួងមួយអន្លើសូមចម្រើនពរដល់បងប្អូននៅទីនេះនិងចម្រើនពរដល់ញោមញាតិជាពុទ្ធបរិស័ទទាំងអស់អញ្ចឹងនៅក្នុងថ្ងៃនេះបានឱកាសអង្គខ្ញុំគណៈអាត្មាភាពនិងបកស្រាយតាក់ទងទៅនឹងកម្មវិធីបុណ្យមាឃបូជាអញ្ចឹងបងប្អូនទាំងអស់គ្នាតែងតែមានចម្ងល់ឆ្ងល់ថាតើកម្មវិធីបុណ្យមាឃបូជាហ្នឹងយើងប្រារព្ធដើម្បីអ្វីគោលបំណងអីគេបានយើងប្រារព្ធកម្មវិធីហ្នឹងអញ្ចឹងនៅក្នុងថ្ងៃនេះកុំឲ្យខាតពេលវេលាយូរអញ្ចឹងលោកគ្រូនឹងពន្យល់ដល់បងប្អូនទាំងអស់គ្នាឲ្យយល់តាក់ទងទៅនឹងថាតើការប្រារព្ធកម្មវិធីបុណ្យមាឃបូជានេះដើម្បីអ្វីអញ្ចឹងនៅក្នុងគោលបំណងនៃការប្រារព្ធកម្មវិធីបុណ្យមាឃបូជានេះគឺយើងប្រារព្ធទៅដោយហេតុ3យ៉ាងអញ្ចឹងហេតុទី1គឺយើងសំដៅទៅលើធ្វើចតុរង្គសន្និបាតហើយហេតុទី2នោះគឺយើងប្រារព្ធឡើងដើម្បីរលឹកទៅដល់ព្រះអង្គទ្រង់សម្ដែងនៅឱវាទបតិមោក្ខហើយហេតុចុងក្រោយដែលយើងត្រូវប្រារព្ធនោះគឺដើម្បីរលឹកទៅដល់ថ្ងៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គប្រកាសដាក់នៅអាយុសង្ខារបរិនិព្វានអញ្ចឹងបុណ្យមាឃបូជានេះគឺជាបុណ្យមួយដ៏ធំនៅក្នុងពុទ្ធសាសនាយើងដែលយើងជាពុទ្ធសាសនិកនឹងមិនអាចកាត់ឬក៏មិនអាចបំភ្លេចនៅបុណ្យនេះបានទេព្រោះថាបុណ្យនេះគឺជាបុណ្យមួយដែលធំនៅក្នុងពុទ្ធសាសនាដែលយើងប្រារព្ធឡើងដើម្បីរលឹកទោះបីជាព្រះអង្គទ្រង់បរិនិព្វានយ៉ាងណាក្តីក៏ប៉ុន្តែក្នុងនាមយើងជាសាសនិកជាអ្នកកាន់ពុទ្ធសាសនាឲ្យសមស្របទៅនឹងប្រទេសកម្ពុជាយើងដែលជាយកពុទ្ធសាសនានេះជាសាសនារបស់រដ្ឋអញ្ចឹងហេតុនៃការប្រារព្ធកម្មវិធីបុណ្យនេះដោយលោកគ្រូបានប្រាប់បងប្អូនអញ្ចឹងគឺគោលបំណងមាន3ណាហើយឱវាទបតិមោក្ខនេះគឺព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងទៅដល់ភិក្ខុទាំង1250អង្គហើយដែលភិក្ខុទាំងអស់នោះគឺសុទ្ធសឹងតែជាព្រះអរហន្តដែលមកចូលរួមក្នុងថ្ងៃប្រជុំមហាសង្ឃចតុរង្គសន្និបាតហ្នឹងអញ្ចឹងគឺសុទ្ធតែជាអេហិភិក្ខុណាដែលភិក្ខុទាំងអស់នោះមកជុំគ្នាមិនបានមានការអញ្ជើញឬក៏អារតនីអីទេគឺមកដោយឯងជួបជុំគ្នានេះហេតុអស្ចារ្យនៃកម្មវិធីបុណ្យមាឃបូជានេះហើយហេតុចុងក្រោយគឺព្រះអង្គទ្រង់ប្រកាសប្រាប់ទៅដល់ពពួកសត្វព្រមទាំងនៅមុខមាថាព្រះអង្គនឹងយាងចូលបរិនិព្វានកំឡុងពេល3ខែខាងមុខនេះអត្ថន័យបុណ្យមាឃបូជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គមុននឹងបរិនិព្វានព្រះអង្គបានសម្ដែងនៅពុទ្ធឱវាទដល់ភិក្ខុសង្ឃទាំងឡាយថាសពបបស្សៈអករណង្ឃកុសលសោបសម្បទាសចិត្តបរិយោតពណੰពាក្យទាំង3នេះជាពាក្យពាក្យបដៅរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងលោកគ្រូនឹងសម្រាយឲ្យបងប្អូននឹងបានយល់ទី1ព្រះអង្គសម្ដែងថាសពបបស្សៈអករណង្ឃប្រែជាសម្រាយថាចូលអ្នកទាំងឡាយកុំប្រព្រឹត្តនៅអំពើបាបឬអំពើទុច្ចរិតគាថាកន្លែងនេះគឺមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់ឲ្យយើងពិចារណានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងចំណុចទី2ព្រះអង្គសម្ដែងថាកុសលសោបសម្បទាអ្នកទាំងឡាយចូលសន្សំនៅអំពើល្អដែលជាអំពើកុសលចំណុចទី3ព្រះអង្គសម្ដែងថាសុចិត្តបរិយោតពណੰអ្នកទាំងឡាយចូលតាំងចិត្តឲ្យស្អាតផុរផង់ពាក្យទាំង3នេះជាពាក្យពាក្យបដៅរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយសូមអនុមោទនា